ក្តារបញ្ឈរនិងក្តារផ្ដេកនៅក្នុងទំព័រតែមួយដោយដែលខ្ញុំបានបង្ហាញនៅលើវីដេអូនេះយើងមានក្តារបញ្ឈរផងក្តារផ្ដេកផងហើយនិងក្តារបញ្ឈរនៅខាងលើក្តារផ្ដេកនៅក្តារទី2ក្តារបញ្ឈរនៅក្តារទី3អញ្ចឹងបើចង់ដឹងចូលទស្សនាវីដេអូរបស់អ្នកគ្នាបាទជាដំបូងអ្នកទាំងអស់គ្នាត្រូវការបង្កើតនៅក្តារថ្មីមួយសិនមកយើងចង់បង្កើតវាប្រមាណក៏បានដែរបន្ទាប់មកយើងឈរទៅលើក្តារណាដែលយើងចង់ដាក់វាផ្ដេកហើយខ្ញុំចង់បានក្តារទី2នេះផ្ដេកធ្វើលើវាហើយយើងចូលមកកាន់ layout ហើយយក set up បន្ទាប់មកយើងត្រង់កន្លែង apply កន្លែងនេះយើងយកពាក្យថា this point forward មកហើយយើងយក landscape ដើម្បីឲ្យក្តាររបស់យើងនឹងផ្ដេកទៅមកចុច OK ចឹងក្តាររបស់យើងវានឹងផ្ដេកទៅតាមទម្រង់ដែលយើងចង់បានប៉ុន្តែយើងមើលមកក្តារទី3នេះវាផ្ដេកទៅតាមដូចខាងលើដែរប៉ុន្តែយើងចង់ឲ្យអានេះគឺបញ្ឈរវិញអញ្ចឹងយើងចូលមកកាន់ piece up ដូចដើមមកហើយយើងយក portrait apply to យើងយក this point forward ដូចដើមហើយចុច OK មកអញ្ចឹងក្តារទី3នេះវានឹងបញ្ឈរទៅតាមទម្រង់ដែលយើងចង់បានអាទី2ផ្ដេកទី1បញ្ឈរបាទហើយទី3បាញ់ឈរវីដេអូហ្នឹងតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មានពាក្យថាចង់រៀនឬឆាតចូល page